Ô chạm mơ sân chạm mơ ở Nissan bên đây chạm mơ ở chạm với cố sân vòng tay là bol tao bóng bóng dương chạm mơ đập môi nè đập bông rồi bỏ và cầm cái la cao thằng PT sân dừng phải đam tranh pi cầm phừng thông Arsenal đạm mong cái này ai ya bóng bóng được chụp pin sát vậy miền nè chạm tí David Raya sai capi Ben Vai miền Gabriel Magalhaes Jason Mosquera chạm mơ nâng Calafiori nó slap khang chwing bóng ra capi Bruno Guimaraes do mà thay mong Lewis Kelly mà bóng ra bởi chốt Beirutនៅខាងលើមាន Noni Madueke មាន Martin Odegaard ប្រធានក្រុមជាមួយនឹង T Solis បាទនៅស្លាប់ខាងឆ្វេងបាទមកជំនួស Leandro Trossard អត់ដាក់ Gabriel Martinelli គ្រូចំណែកឯប្រយុទ្ធមករុកនៅខាងលើ Kai Havertz ប្រព័ន្ធលេងរបស់ Arsenal 4-2-3-1 ដឹកនាំដោយអ្នកចាត់ការទូទៅលោក Mikel Arteta បាទចំណែកឯក្រុមមកខាងទៀតគឺ Manchester City គេប្រើអ្នកចាំទីចៃ NVG Donnarumma ខ្សែការពារ Nico Orli Josko Gvardiol Ruben Dias ប្រធានក្រុមជាមួយនឹង Kusano ស្លាប់ខាងស្ដាំបាទខ្សែបំរើការពារ Elliot Ederson យកមកពី Nottingham Forest Mateo Kovacic បំរើប្រយុទ្ធ Beirut នៅខាងលើ Jeremy Doku ស្លាប់ខាងឆ្វេង Phil Foden នៅកណ្ដាលបាទ Antoine Semenyo នៅស្លាប់ខាងស្ដាំ Erling Braut Haaland នៅកណ្ដាលប្រព័ន្ធលេងដូចគ្នា 4-2-3-1 ដឹកនាំដោយអ្នកចាត់ការទូទៅថ្មីលោក Enzo Maresca មកជំនួសតំណែងលោក Pep Guardiola T Solis លើកមកដល់ស្លាប់ខាងស្ដាំ Noni Madueke ឲ្យទៅ Ben Vai ឲ្យទៅ Lewis Kelly កាត់ចូលមកខាងក្នុង Lewis Kelly កាត់ចូល Goal 30 second ទេ លឿនមែន What the hell ខ្ញុំដើរចូលមកចូលrồi Oh my god What the hell Oh my god ចង់មានរឿងអ្វីកើតឡើងហេខាង Man City អត់តន់ប៉ះបាល់ទេណាកន្លែងនេះវា offside ណែ Noni Madueke Noni តែតម្លាក់ឲ្យទៅ Ben Vai ឲ្យទៅ Lewis Kelly ចោះមកកន្លែងនេះអត់ offside ទេណាកាត់មកលេងទាត់យកតែម្ដង Calafiori មិនចង់មានរឿងអ្វីកើតឡើងកុំដូចខាងបាល់ទាត់សងលេងរបស់ Tenfi ណាគេអត់តាន់បានប៉ះបាល់ទេចោះស្អាតណាស់ Lewis Kelly ឲ្យទៅ Calafiori ណែ Calafiori ផ្ទះមកជើងមកក៏មុំតូចស្ដាំដៃ Donnarumma នោះ Donnarumma គាត់បដេកខ្លួនទៅខាងឆ្វេងដៃខ្លួនឯងអាមិនអញ្ចឹងបន្តទៀត Savinho ចោះមក Phil Foden ដាក់ទៅអូអាយ៉ូជួយបានពី David Raya Nico Orli ឲ្យទៅ Erling Haaland មកប៊ីបងប្អូនយើងហើយណែផ្លាប់ជួយបានពី David Raya ចំណែកឯកន្លែងនេះគឺ Nico Orli ច្រើន Ben Vai អញ្ញាកណ្ដាលពីណីហ៎ប៉ុន្តែតូតស្អាតមែនទែនបងប្អូនយើងហើយធ្លាក់មកក៏ជួយបានពី David Raya តម្លាក់ទៅខាងក្រោមមាន Lewis Kelly លេងជាមួយនឹង Noni Madueke Noni ឲ្យទៅប្រធានក្រុម Martin Odegaard កាត់ចូល T Solis ជួយ Goal Too easy អាយ៉ូមិនទេមិនចឹងមិនទេមែនធីចប់បាទរ៉ូត្រីមានឈ្មោះទេការប្រកួតនេះរ៉ូត្រីមែនរៀលជាមួយនឹងបាសេប្រទីងបតុងគ្នាណែទេសនាម្ដងទៀតបងប្អូន Martin Odegaard អត់មាន offside ទេគូសំនៅបិទអាក់អូននឹងអត់ជាប់ហើយ Kai Havertz បន្តបន្ថែមទៀតក៏ចូលទីបានសម្រេចទៅអូណែតែចូលមក Kai Havertz បន្ថែមទៀត Donnarumma បានប៉ះបាល់ផ្ទះហើយហ្នឹងចូលប្លោះឃ្លៀតDonnarumma ប៉ះកន្លែងស្មាខាងក្រោយចាញ់ហើយបងអូចាញ់ទៅស្រួលប៉ុណ្ណាតិចទៀត
Erling Haalandអាយយ Haaland ហើយ Haaland បានមួយជើងនេះឆ្ងាញ់របស់គាត់ដែរប៉ុន្តែជួយបានពី David Raya អាយយ Raya ឡឡនេះ Phil Foden ឲ្យទៅ Savinho Jeremy Doku វិឆ័យសួស្ដីផង Jeremy Doku Erling Haaland Phil Foden ឲ្យទៅណែឲ្យ Savinho កាត់មក Jeremy Doku ជួយបានពី Ben White ការពារល្អមែនតើណាបងប្អូនបុកងាយចូលទេ Arsenal មកកុំឲ្យតែគាត់ស៊ីមុនអញ្ចឹងបើស៊ីមុនគាត់ល្អវិញលេងមកវិញពី Noni Madueke Noni ចោះឲ្យទៅ Martin Odegaard តិចមកគ្រាប់ទៀត Martin Odegaard បន្តឲ្យមក Kai Havertz មាន Solis មាន Kai Havertz Martin Odegaard ជួយបានម្ដងទៀតអូយ Kai Havertz តិចអោបសាយទៅសិន Brunoឃ្លាចេញពី Ruben Dias សម្រាប់ការប្រកួតនៅតង់ទី1ពានរង្វាន់វគ្គផ្ដាច់ប្រត់ Community Shield រវាង Arsenal ជាមួយនឹង Manchester City Kai Havertz ឲ្យទៅ Lewis Kelly បន្តឲ្យទៅ Solis ល្អចំណាប់របស់គាត់ដែរ Martin Odegaard Martin Odegaard មិនទេបងប្អូនអើយអូយបាទមិនមែន Man City មានគ្រាប់ទេទៅជា Arsenal ជាអ្នកដាក់ថែមអូកន្លែងនេះដាច់ផឹងបងប្អូនយើងអីបាទអត់បន្ទោស Donnarumma ទេអត់អបសាយទេណា Solis ទៅឲ្យ Solis ស្រូមកផុតមាន Kai Havertz ផងមានអីផងឆក់បានក៏ដាច់ផឹងគ្រាន់តែចលោឲ្យដួលភីងតែម្ដងSolis ស្រូមកក៏ជាប់ជាមួយនឹងណែ Martin Odegaard easy តែម្ដង free without a reply Martin Odegaard ណែបងប្អូនយើងចលោបាក់ចកេះផឹងតែម្ដង រាយក៏ឆ្លងឲ្យទៅស្លាប់ខាត់ឆ្វេង Piero Hincapi កាត់ចូលអាយយបូកយោសាកាណែ Piero Hincapi កាត់មកសាកាបិះបានទៀតបងប្អូនយើងរំលងរបស់ទីឡានទៅខាងលើអត់ចំគោលដៅសោះអញ្ចឹងបងប្អូនយើងអាចមើលបានហើយគ្រប់គូតែម្ដងក្រុមការងារដាក់ចូលទៅក្នុងនឹងទាំងអស់ Ryan Cherky ឲ្យទៅ Anton Savinho ជួយបានទៀតអូយ Raja ឡយ៉ាងនេះRaja ណែអែមហួសណែម៉ែដាច់អាវក៏មិនខ្ចីដូរដែរម៉ោងល្មមបាទអរគុណច្រើនបងប្អូនយើងទាំងអស់គ្នាការប្រកួតវគ្គផ្ដាច់ប្រត់ Community Shield រវាង Arsenal ជាមួយនឹង Manchester City បញ្ចប់ទៅដោយលទ្ធផល 3-0 Arsenal ជាអ្នកយកឈ្នះ